ចូលមកដល់ឧទាហរណ៍ទី8គឺខាងលើខ្ញុំមានតារាងបែបនេះគឺនិយាយអំពីពិន្ទុហើយនិងចំណាត់ថ្នាក់ឥឡូវខ្ញុំចង់វាយបញ្ចូលលេខពិន្ទុបែបនេះហើយនឹងចេញជាចំណាត់ថ្នាក់តែម្ដងយើងដឹងហើយថាពិន្ទុរបស់យើងគឺមិនត្រូវអឺទៅតាមអ្វីដែលគេកំណត់នេះទេជាទូទៅគឺពិន្ទុរបស់យើងគឺតែងតែស្ថិតនៅក្នុងចន្លោះណាមួយរវាងលេខដែលបានកំណត់នេះអញ្ចឹងដើម្បីគណនាក៏ដូចជាការចងនៅរូបមន្តនេះបានគឺខ្ញុំបានប្រើរូបមន្តដូចបានបង្ហាញនេះទី1គឺខ្ញុំបានប្រើរូបមន្ត if ហើយ is blank បន្ទាប់មកគឺរូបមន្តដែលយើងកំពុងតែរៀននេះគឺរូបមន្តពាក្យថា choose គឺរូបមន្តនេះយើងអាចប្រើចូលទៅជាមួយនឹងរូបមន្តដទៃទៀតបានអញ្ចឹងខ្ញុំសូមបកស្រាយទៅលើរូបមន្តទាំងអស់នេះតែម្ដងអត្ថន័យនៃការចងរូបមន្តទាំងអស់នេះទី1 if នេះយើងដាក់ថាប្រសិនបើលេខដែលមាននៅក្នុង B8 នេះ B8 នេះជាទិន្នន័យដែលទំនេរមានថា blank អត់មានលេខអីទេគឺយើងឲ្យចេញយើងអត់ឲ្យចេញអីទេយើងដាក់សញ្ញាទ្វេកណ្ដោ4ប៉ុន្តែប្រសិនបើផ្ទុយពីនោះវិញមានន័យថាប្រសិនបើលេខនេះមានលេខនៅក្នុង cell B8 យើងនឹងឲ្យចេញបែបនេះយើងប្រើរូបមន្ត choose ដោយរូបមន្ត choose នេះគឺយើងប្រើបើកវងកញ្ចក់ហើយយើងដាក់លេខទាំងអស់នេះគឺលេខទី1គឺយើងត្រូវដាក់B8 ប្រសិនបើ B8 នេះគឺធំជាងឬស្មើ0ដែលធំជាងស្មើ0នេះគឺអឺជាតួលេខដែលយើងចង់បាននេះហើយធំជាងឬស្មើ0បន្ទាប់មកយើងដាក់សញ្ញាបូកហើយយើងដាក់ B8 ដដែលធំជាងឬស្មើ70គឺយើងដាក់កំណត់កន្លែងនេះគឺ letter C នេះ grade C បន្ទាប់មកទៀតយើងដាក់បូក B8 ធំជាងស្មើ80គឺយើងចង់កំណត់ពីនេះចាប់ពី80ឡើងទៅយើងឲ្យ B បន្ទាប់មក B8 ដដែលធំជាងឬស្មើចាប់ពី90ឡើងយើងនឹងឲ្យជា grade A នៅពេលដែលយើងកំណត់កន្លែងនេះគឺយើងហៅថា index ហើយតមកយើងមកដល់លទ្ធផលយើងដែលយើងចង់បានអញ្ចឹងនៅពេលដែលយើងចង់បាននៅកន្លែងនេះគឺមិនមែនយើងយកកំណត់ទៅចាប់ពី A មកទេគឺដោយសារតែយើងកំណត់ index នៅកន្លែងនេះគឺយើងចាប់ពីខាងក្រោមអញ្ចឹងយើងដាក់មកពីខាងក្រោមមកសិនយើងដាក់ C5 តមក C4 C3 និង C2 នៅពេលយើងកំណត់បែបនេះហើយយើងគ្រាន់តែបិទវងកញ្ចក់មកវិញជាការស្រេចអញ្ចឹងយើងនឹងធ្វើតេស្តទាំងអស់គ្នាបើសិនបើខ្ញុំដាក់បន្ទុកក្មេងនោះក្មេង A1 ដែលថាគាត់បានបន្ទុក98អញ្ចឹងយើងគាត់នឹងបាននិទេស A បើសិនបើបាន76ដាក់79ទៅ79នឹងបាន C បាទអញ្ចឹងមួយក៏ដាក់78ក៏បាន C ដែរ77ក៏បាន C ដែរប៉ុន្តែបើសិនបើបាន60បានទុកត្រឹមតែនេះទេអញ្ចឹងការចងរូបមន្តគឺត្រូវចងបែបនេះទើបយើងអាចរៀបចំចងរូបមន្តធ្វើបែបនេះបានในការកំណត់និទេសនេះបាទមួយទៀតគឺខាងលើគឺយើងនិយាយអំពីពិន្ទុហើយនឹងនិទេសឥឡូវយើងចង់ច្រាស់មកវិញថាយើងចង់ថាតើនិទេស C នៅពេលដែលសិស្សមួយបាននិទេស C តើបន្ទុកគាត់ចាប់ពីត្រឹមណាឡើងបាននិទេស C អញ្ចឹងអឺរូបមន្តនេះគឺខ្ញុំប្រើដូចគ្នាប៉ុន្តែនៅត្រង់នេះខ្ញុំប្រើ
VLOOKUP បន្ថែមដើម្បីកំណត់យកនៅទិន្នន័យខាងលើនេះហើយនៅកន្លែង choose កន្លែង index នេះនៅត្រង់នេះខ្ញុំដាក់សញ្ញានេះគឺបញ្ជាក់អំពីលេខរៀងមានន័យថាយើងកំណត់ឲ្យចេញជាលេខរៀងលេខ1និងលេខ2ហើយឲ្យស៊ីទៅនឹងលទ្ធផលដែលបានកំណត់នេះអញ្ចឹងមានតែបែបនេះហើយនៅត្រង់លេខ2គឺកំណត់នៅកន្លែង VLOOKUP នេះគឺទី2គឺនិយាយអំពីcolumn ទី2នៅពេលដែលយើងកំណត់អញ្ចឹងបានហើយគឺយើងអាចប្រើប្រាស់បានអញ្ចឹងខ្ញុំចង់បញ្ជាក់ឲ្យកាន់តែច្បាស់តែម្ដងគឺនៅត្រង់នេះគឺមានលក្ខណៈរៀងស៊ីជម្រៅបន្តិចអញ្ចឹងខ្ញុំនឹងធ្វើជូនតែម្ដងគឺដំបូងយើងប្រើរូបមន្ត choose បន្ទាប់មកយើងប្រើ index 1 2 3 2ហើយក្បៀស value គឺយើងនឹងយកបែបណាគឺយើងយកបែបនេះគឺកន្លែង C នេះគឺ C5 នៅអញ្ចឹងមានន័យថាយើងយកនេះទី1បន្ទាប់មកបានយើងឆូតនៅកន្លែងទី2មិនមែនយកខាងនេះមុនទេគឺយើងយកនៅខាងនេះមុនដើម្បីឲ្យវាត្រឡប់នៅទិន្នន័យរបស់យើងនៅខាងនេះគឺជាជួរទី1ម្ដងហើយកន្លែងនេះជាជួរទី2វិញជាទូទៅគឺ VLOOKUP តែងតែនៅកំណត់ពីខាងនេះគឺជាជួរទី1ហើយកន្លែងនេះជាជួរទី2ប៉ុន្តែប្រសិនបើយើងប្រើ choose យើងអាចកំណត់ទាញឲ្យជួរទី2ត្រឡប់ទៅជាជួរទី1វិញបានបាទអញ្ចឹងខ្ញុំនឹងធ្វើម្ដងទៀត choose តមកខ្ញុំនឹង select យកបែបនេះមានលទ្ធផលលេខ1នេះឲ្យស៊ីនឹងលទ្ធផលដែលចេញគឺកន្លែង C2 នឹងទៅ C5 តមកទៀតខ្ញុំនឹងដាក់នៅត្រង់នេះទៀតមានលទ្ធផលទី2ឲ្យចេញទៅខាងនេះវិញអញ្ចឹងមានន័យថាវាត្រឡប់នៅលទ្ធផលបែបនេះមានន័យថាឲ្យ A នៅខាងមុខ B នៅជួរទី1នេះឲ្យទៅជាលេខកន្លែងនេះគឺទៅជាជួរទី2វិញអញ្ចឹងហើយដែលយើងនៅពេលដែលយើងប្រើ VLOOKUP នៅពេលយើងដាក់កន្លែងនេះគឺ column ទី2មិនមែនសំដៅ column នេះវិញទេគឺសំដៅទៅលើ column ដែលយើងបានរៀបចំថ្មីគឺជាលេខទៅវិញអញ្ចឹងយើងចូលមកដល់ឧទាហរណ៍ចុងក្រោយជាឧទាហរណ៍ទី9គឺខ្ញុំមានតារាងខាងលើដោយបានបង្ហាញនេះគឺមាន number លេខពិន្ទុហើយនិងលទ្ធផលចំណាត់ថ្នាក់ហើយខ្ញុំចង់ឲ្យនៅពេលដែលខ្ញុំវាយលេខរៀងលេខទី1គឺនឹងចេញលទ្ធផលតែម្ដងគឺលទ្ធផលសរុបទាំងពិន្ទុហើយនិងចំណាត់ថ្នាក់ដោយបានបង្ហាញនេះហើយនៅត្រង់នេះខ្ញុំបានប្រើជា list ដើម្បីងាយស្រួលក្នុងការចុចយកតែម្ដងមិនបាច់វាយទេហើយការបង្កើត list នេះគឺយើងគ្រាន់តែចូលទៅក្នុង data ហើយយើងរើសយក data validation បន្ទាប់មកយើងចូលត្រង់កន្លែង list នេះហើយយើងដាក់កន្លែងនេះយើងអាចវាយអក្សរបានប៉ុន្តែកន្លែងនេះដោយសារតែ G4 ដល់ G7 នេះខ្ញុំបានសរសេរអក្សររួចហើយដើម្បីដាក់ចេញជាលេខរៀងឬមួយខ្ញុំ select យកកន្លែងនេះតែម្ដងតមកទៀតនៅការចងរូបមន្តនេះចំពោះការចងរូបមន្តនេះគឺយើងអាចធ្វើការចងរូបមន្តតែម្ដងតែមួយទេប៉ុន្តែលទ្ធផលចេញដល់កន្លែង grade នេះទៀតគឺយើងអាចធ្វើតាមរបៀបនេះទី1គឺយើងប្រើរូបមន្ត choose បន្ទាប់មកកន្លែង G11 នេះគឺសំដៅទៅលើកន្លែងដែលខ្ញុំ
ដាក់លេខរៀងបន្ទាប់មកនៅត្រង់កន្លែងនេះលោកអ្នកត្រូវមើលឲ្យបានច្បាស់នៅត្រង់កន្លែង x 4 និង x ដល់លេខដល់ i 14គឺយើង select យកតាមជួរដេកតែម្ដងគឺយើង select ពី91ដល់ a ហ្នឹងបន្ទាប់មកក្បៀសយើង select មកជាបន្តបន្ទាប់អញ្ចឹងមានន័យថាលទ្ធផលបើសិនបើយើងចុចលេខ1នោះលទ្ធផលនឹងចេញទាំងលេខ91និង a តែម្ដងអញ្ចឹងនៅពេលដែលយើងដាក់បញ្ចូលតួលេខក៏ដូចជាទិន្នន័យនេះបានចប់យើងគ្រាន់តែ enter មកគឺនឹងចេញលទ្ធផលធ្លាក់មកដល់នេះតែម្ដងអញ្ចឹងខ្ញុំនឹងធ្វើឲ្យលោកអ្នកមើលតែម្ដងគឺទី1គឺយើងសរសេរពីថា choose តបមកយើងចូល index នៅកន្លែងនេះតបមកទៀតយើងចង់ឲ្យចេញលទ្ធផលអញ្ចឹងយើងត្រូវ select បែបនេះនៅពេល select ចប់យើងគ្រាន់តែបិទវងកញ្ចក់ហើយ enter គឺលទ្ធផលនឹងចេញទាំងពីរតែម្ដងយើងធ្វើតែមួយតែយើងចេញលទ្ធផលពីរងាយស្រួលមែនតើអញ្ចឹងការបង្ហាញរបស់ខ្ញុំចំពោះការប្រើប្រាស់នៅមុខងារ choose មានតែប៉ុណ្នេះគឺមានចំនួន9ឧទាហរណ៍សង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងជ្រើសរើសយកនៅឧទាហរណ៍មួយណាយកទៅប្រើប្រាស់ដើម្បីឲ្យត្រូវនឹងការងាររបស់លោកអ្នកសូមអរគុណនិងសូមជម្រាបលា